មានបងអូនម្នាក់គាត់សួរថាតើយើងគួរធៀបខ្លួនបែបម៉េចបើសិនជាយើងថ្មីអញ្ចឹងយើងអត់ដែរបានស្តាសោះហើយអញ្ចឹងយើងទៅស្តានៅសិក្សាហ្នឹងយើងគួរធៀបអីខ្លះទៅតាមពិតងាយសាមញ្ញអត់ចាំបាច់ធៀបអីទាំងអស់ឲ្យតែអូនសូមសិក្សាគេបានស្តាចុះទៅភ្លាមទៅកុំប្រអងយូរកាលណាយើងប្រអងយូរយើងបាត់ឱកាសហើយគេនឹងហៅអ្នកផ្សេងទៀតហើយពេលដែលអូនចុះទៅសិក្សាហ្នឹងអ្វីដែលអូនត្រូវធៀបហ្នឹងធៀបកាយហើយធៀបចិត្តហើយតែបញ្ហាធៀបកាយធៀបចិត្តធៀបកាយបានន័យថាទៅដល់អសិដ្ឋានប៉ះអីធ្វើហ្នឹងអត់ចាំបាច់ប្រកាន់ខ្លួនទេបើយើងនៅផ្ទះមិនដែរបោសផ្ទះទេយើងទៅអសិដ្ឋានហ្នឹងឃើញផ្ទះគេខិចជួយបោសផ្ទះគេទីទៅជួយជូតទូគេទីទៅវាអត់ខុសអីទេព្រោះការងារខ្លះយើងនៅផ្ទះម៉ាក់យើងប្រើយើងអត់ធ្វើប៉ុន្តែទៅអសិដ្ឋានយើងឃើញយើងទៅភ្នែកយើងធ្វើទៅហើយការធ្វើបែបហ្នឹងធ្វើឲ្យអសិដ្ឋានគេស្រឡាញ់ចូលចិត្តយើងទៀតអញ្ចឹងពេលដែលគេស្រឡាញ់ចូលចិត្តយើងហើយចង់អីគេបរិញ្ញាយើងអីមួយវិញទៀតធម្មតាធ្វើការនៅអសិដ្ឋានពេលដែលយើងទៅស្តាតែយើងធ្វើខុសអីទីទៅគេស្ដីយើងឯងគេមានຕົកយើងទេបើបងគឺបងស្ដីឲ្យថានឹងធ្វើខុសហើយគឺបងប្រាប់បងអត់មានមើលទឹកមុខថាយើងខឹងឬអីអត់ទេហើយបើយើងអន់ចិត្តច្រើនគាត់ស្ដីឲ្យប៉ុណ្្នឹងយើងតូចចិត្តយើងធ្វើមុខធ្វើអីហ្នឹងធ្វើឲ្យគេអត់សុបាយចិត្តមួយយើងឯងពីព្រោះយើងនៅផ្ទះអាចថាយើងលេងទឹកមុខមួយម៉ាក់ប៉ាយើងបានតែដល់ពេលនៅស្តានៅអសិដ្ឋានអត់អាចលេងទឹកមុខបានទេនេះបងគ្រាន់តែបញ្ជាក់ប៉ុណ្្នឹងហើយចំណុចសំខាន់តែបងចង់រំលឹកគឺខិតខំប្រឹងប្រែងរៀនសូត្រខិតខំប្រឹងប្រែងរៀនសូត្រហ្នឹងមិនធម្មតាបើទៅអសិដ្ឋានបងគាត់ប្រាប់ពីរបៀបក្នុងការសំថ្នាំឬក៏សួរនាំអ្នកជំងឺឬក៏អីឲ្យត្រូវមើលវិភាគរោគសញ្ញារបៀបម៉េចអញ្ចឹងពេលដែលយើងស្ដាប់ហើយតើយើងមានជាចង្អល់ឬក៏ជាសំណួរអត់បើមានសួរគាត់កុំຕົកហើយសួរហ្នឹងយើងមើលដែរគេតនេអត់បើគេប្រាប់យើងបានឲ្យវាឆ្លើយទៅតែបើសិនជាគេរហូតដែរយើងຕົកលើខថ្ងៃក្រោយអីចាំសួរទៀតចឹងទៅកុំឲ្យរំខានការងាររបស់គេណាហ្នឹងហើយបើកន្លែងបងហ្មងគឺបងឲ្យជា case study ហើយពេលបងឲ្យ case study ត្រូវតែចូលរួមឆ្លើយជាមួយបងគិតខុសគិតត្រូវបងអត់ខ្វល់ទេសំខាន់បងចង់ដឹងថាតើយើងមានកំណត់របៀបម៉េចពេលដែលបងឲ្យ case study ហ្នឹងទៅព្រោះនៅពេលដែលបងប្អូនទាំងអស់គ្នាចូលរួមកំណត់បងខ្លួនឯងក៏ដឹងថាបងប្អូនទាំងអស់គ្នានៅខ្វះខ្វាន់កន្លែងណាដែលបងអាចបរៀនបានអញ្ចឹងណាហ្នឹងហើយដែលបងអាចចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងតែដល់ពេលណាដែលយើងដាក់ទៅហើយយើងអត់ចូលរួមឆ្លើយហ្នឹងនឹងបងដកចេញឲ្យបងអត់ឲ្យនៅក្នុងក្រុមទេពីព្រោះឥឡូវនេះបងមានក្រុមបងប្អូនដែលគាត់ទៅមកក្រោយហ្នឹងប្រហែលកន្លះខែនេះជិត10នាក់អញ្ចឹងបងប្អូនដែលមកហ្នឹងគឺឃើញថាគាត់សកម្មមែនតើគាត់ខំប្រឹងណាសរសើរគាត់មែនតើដល់ពេលអញ្ចឹងទៅបងសប្បាយចិត្តក្នុងការដាក់ case study ដាក់ assignment ដាក់ homework ឲ្យគាត់ធ្វើហោហែរហូតឲ្យតែគាត់ឆ្លើយតបឬក៏ផ្ដោះប្ដូរកំណត់យោបល់ជាមួយបងហើយអ្វីដែលបងកំណត់នៅក្នុងហ្នឹងណានៅពេលណាដែលបងនិយាយអីមួយខុសត្រូវតែសួរមកបងវិញពីព្រោះបងចេះអត់អស់ទេហើយបងអត់ឲ្យគាត់មានកំណត់គិតថា search បងឬក៏រៀនបងគិតអីសិតតែត្រូវឲ្យណែនាំអីសិតតែត្រូវអត់ទេបងឲ្យគាត់ challenge ត្រឡប់មកវិញបានន័យថារាល់ថ្ងៃនេះពេលដែលមកស្តាគឺយើងមករៀនទាំងអស់គ្នាឡើងវិញបងបរៀនបងប្អូនទាំងអស់គ្នាចឹងបងប្អូនទាំងអស់គ្នាក៏បរៀនបងត្រឡប់មកវិញដែរហើយគ្រាន់កន្លែងនេះបងអត់ដែរតាំងខ្លួនថាបងជាអ្នកចេះជាងគេទេគឺបងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមដើម្បីធ្វើម៉េចឲ្យចំណេះដឹងរបស់យើងវាកាន់តែរីកចម្រើនទៀតកុំឲ្យយើងគិតថាសិស្សបងនិយាយអីក៏ត្រូវណាអញ្ចឹងយើងជាអ្នកជំនាន់ក្រោយនេះគឺយើងរៀនកែតម្រូវគ្នាទៅវិញទៅមកហើយសម្រាប់អូនដែលចង់មកស្តាកន្លែងបងតាមពិតកន្លែងបងគឺនៅតែបើកឱកាសសម្រាប់ទទួលអ្នកស្តាអញ្ចឹងតែសួរថាឥឡូវនេះទទួលអត់ទាន់ទទួលបានទេព្រោះទៅទទួលក្រុមដែលគាត់ទៅមក10នាក់នេះកំពុងបរៀនគាត់ដល់ពាក់កណ្ដាលទីអញ្ចឹងបើសិនជាឲ្យអូនមកទី1អូនតាមអត់ទាន់គេទេហើយយើងអាចបកក្រោយទៅរៀនឡើងវិញទេអញ្ចឹងចាំតតែក្រុមអូនដែលគាត់ចប់នេះយើងនឹងធ្វើការប្រកាសថ្មីមកទៀតដោយសារបងគិតថាម្នាក់ដែលគាត់មកនេះពេលដែលគាត់ចេះច្រើនហើយអីហើយគឺបងនឹងឲ្យគាត់ទៅស្តានៅកន្លែងផ្សេងទៀតដើម្បីទទួលបានបទពិសោធន៍ថ្មីក្រៅពីកន្លែងបងអត់ខ្វាត់គាត់ទុកទេហើយក្នុងកំឡុងពេលនេះអូនមិនចាំមើលតែខាងបងទេអូនមើលកន្លែង pharmacy ណាដែលយើងអាចសុំគេចុះស្តាបានតែគេឲ្យយើងចុះស្តាក៏ចុះទៅហើយពេលណាដែលយើងមាននិស្ស័យយើងនឹងជួបគ្នាម្ដងទៀតបងគិតថានៅតែមានឱកាសអញ្ចឹងបើសិនជាអូនចង់មកស្តាកន្លែងបងហើយសរុបមកវិញអ្វីដែលបងឆ្លើយតបទៅនឹងសំណួរហ្នឹងបានន័យថាពេលទៅស្តាកន្លែងណាក៏ដោយដាក់ចិត្តដាក់កាយខិតខំប្រឹងប្រែងរៀនសូត្រឲ្យតែយើងចំណាប់ឲ្យតែយើងសកម្មកន្លែងណាគេចង់បានយើងដែរសម្រាប់បងគឺបងនឹងសេវអ្នកដែលសកម្មហើយអ្នកដែលធ្វើការល្អអញ្ចឹងទុកថ្ងៃក្រោយពេលដែលគាត់ហ៊ានចប់ហៅមកធ្វើការកន្លែងបងអញ្ចឹងឃើញអត់ជុំវិញយើងសិតតែជាឱកាសអញ្ចឹងពេលដែលយើងចុះទៅស្តាកន្លែងណាមួយធ្វើឲ្យអស់ពីលទ្ធភាពកុំស្ដាយកម្លាំងកុំអន់ចិត្តច្រើនកុំប្រកាន់ច្រើនឲ្យតែគេបរៀនយើងធ្វើអីបានធ្វើទៅចិត្តដាក់កាយខិតខំប្រឹងប្រែងរៀនសូត្រហើយជួយការងាររបស់គេតាមដែលអាចធ្វើទៅបានអញ្ចឹងថ្ងៃក្រោយមិនភ័យរឿងអត់ការងារធ្វើទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្វីដែលបងបានឆ្លើយហ្នឹងគឺត្រូវជាមួយនឹងសំណួរដែលអូនបានសួរបងនឹងហើយកុំភ្លេចធ្វើការតាមដាន page នៅពេលណាដែលបងរើសិក្សាទៀតបងនឹងប្រកាសប្រាប់ហើយយើងនឹងមានឱកាសជួបគ្នាម្ដងទៀត